ចង់និយាយអីនាងបានចិត្តណាស់ត្រូវហើយយើងចាញ់ហើយនាងឈ្នះហើយតែយើងមិនសុខចិត្តក្នុងដៃនាងទេបងទៅសិញនាងនឹងយានសៀមមីពួកនាងទៅ3នាក់ធ្វើឲ្យខូចផែនការយើងមិនទាន់លេងចប់ទេហេតុអីក៏លោកមិនបំភ្លេចគំនុំឲ្យចេញថែឃើញលោកប្រែប្រួលផងបែបនោះលោកមិនមែនបន្សល់ក្តីស្លាប់ឲ្យគេទេនេះជាការកាត់ថ្មីជាក្តីសង្ឃឹមនេះតើលោកគួរបន្សល់ទុកឲ្យគេលោកកាត់មើលច្បាស់ទេចាំឡើងអីហិចយ៉ាងលើកនេះតុលាការតំបន់ជួលកាត់ក្តីយ៉ាងយុត្តិធម៌ហើយហើយបានដាក់ទោសលេខួយនឹងជួស៊ឺហើយសងនៃយុត្តិធម៌ដល់គ្រួសារយើងវិញត្រូវហើយសំណាងហើយមានលោកចៅក្រុងទៅតុលាការកាត់ក្តីបែបនេះតែស្ដាយណាស់មេការយ៉ាងនៅតែមិនកែខ្លួននៅតែធ្វើខុសសម្រាប់មនុស្សរត់គេចខ្លួនទៀតលោកម្ចាស់អ្នកស្រីយ៉ាងតានានរត់គេចខ្លួនអញ្ចឹងមិនដឹងថាសាងអីខ្លះទៀតទេអ្នកទាំងពីរប្រយ័ត្នផងទុកចិត្តចុះខ្ញុំបានប្រាប់ជីងឡុងឲ្យរក្សាសុវត្ថិភាពហើយប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នកុំប្រហែសឲ្យសោះមិនបានទេជីឡុងចេះតែប្រាវិជាគុណហើយពួកគេគឺមានកំភ្លើងក្នុងផ្ទះច្បាស់ជាគ្មានសុវត្ថិភាពទេមកចាំខ្ញុំសុំទៅផ្ទះខ្ញុំវិញបើខ្លាចស្លាប់យ៉ាងនេះប្រាប់គេឲ្យឃុំឃាំងបងតែម្ដងទៅឲ្យដាក់ទោសថាបងនេះមានជំងឺកំសាកខ្លាចស្លាប់បងនិយាយលេងទេបងមានអីត្រូវខ្លាចហេលោកតាយយកជីកុំលោកមកទីនេះធ្វើអីខ្ញុំថាលោកគួនលោកទៅធ្វើការលោកចុះតោះខ្ញុំប្រាប់គេឡោះមកតាមខ្ញុំហេណែពួកលោកចង់ធ្វើអីលោកតាយស្ថានភាពរោងចក្រអំបោះលោកគួរតែដឹងច្បាស់ហើយព្រោះសាតៃត្រូវតែបិទទ្វារមុនពេលសមបំណុលអស់គ្រប់យ៉ាងនៅទីនេះគឺជារបស់ខ្ញុំតែទាំងអស់នឹងឡើសូមឲ្យលោករើចេញនៅក្នុងរយៈពេល3ថ្ងៃពុំនោះទេខ្ញុំនឹងសូមឲ្យតុលាការដកហូតទាំងស្រុងយកជីងកងលោកហួសហើយពេកហើយគ្រួសារយើងរាប់អានគ្នាយូរហើយមិនស្មានថាលោកមានល្បិចនឹងពួកយើងចង់បានទ្រព្យសម្បត្តិយើងលោកពឹសពុលពេកហើយអ្នកស្រីធំមិនអាចនិយាយចឹងបានទេកិច្ចសន្យាគ្រួសារតែក្នុងដៃខ្ញុំពួកយើងមានតែធ្វើតាមច្បាប់តែប៉ុណ្ណោះណាលាហើយអីលោកតាគិតយ៉ាងម៉េចទៅលោកម្ចាស់បងកុំអាលភ័យអីអូយគេមកដកហូតយកផ្ទះហើយមិនភ័យយ៉ាងម៉េចដល់បោះយាកជីងកុំរហ័សរហួនប៉ុន្តែកូនស្រីយើងលៀនជាងពួកគេទៅទៀតមកនេះថាម៉េចទៅលោកមានកាយ៉ាងតោះនេះមានចុះផ្សាយហើយមើលទៅនៅទីនេះយាកជីងកុំជាអ្នកឈ្នះនៅក្នុងរឿងក្តីនេះយាកជីងកុំលោកមានកាយ៉ាងមិនអាចនិយាយពេលបានទេលោកចេញពីសៀងហើយជាមួយនឹងខ្ញុំទៅ
ទេបាត់បានទេអើក៏ភ្លើងយើងយកក៏ភ្លើងធ្វើអីទៅអើមកយើងមកឬក៏លោកចង់សងសឹកទៀតយេជីងកុងលោកម្ចាស់មកវិញហើយលោកកុងស៊ុលរកចាំលោកនៅខាងខ្នងលោកកុងស៊ុលសំទោសដល់ឲ្យលោករងចាំយូរណាលោកយាលោកពិតជាមមាញឹកមែនណាអត់ទេខ្ញុំមកនិយាយជាមួយនឹងលោកចង្វាយក្រុងគាត់ចង់ជួបលោកលោកចង្វាយក្រុងមែនទេលោកយាអបអរលោកគ្មានទោសហើយនៅបានត្រូវសម្បត្តិគ្រួសារតែទៀតពិតជាលៀបចានជួបផ្ទះមែនណាបាទទេឲ្យលោកចង្វាយក្រុងកុំសោយអីណាចំពោះរឿងក្តីខ្ញុំមិនពាក់ព័ន្ធទេហើយចំណែកត្រូវសម្បត្តិគ្រួសារតែខ្ញុំក៏ធ្វើដែលបង្ខំចិត្តដែរទើបបានជាបែបនេះលោកចង្វាយក្រុងបើសិនជានិយាយចំទៅកោយាខ្ញុំក៏រងគ្រោះដែរមិនយ៉ាងអាចទុកថាជារឿងល្អទៅត្រូវលោកពិតជារងគ្រោះមែនលោកខាត់បងអស់ច្រើនណាស់ព្រោះទ្រព្យសម្បត្តិគ្រួសារតែលោកមិនអាចដកហូតបានទេថាអ្វីខ្ញុំគិតជាមួយនឹងលោកកុងស៊ុលរួចហើយលោកនឹងគ្រួសារតែបានធ្វើកិច្ចសន្យាចូលទុននៅក្នុងនោះគឺមានចន្លោះមួយកាលពីដំបូងអ្នកធ្វើកិច្ចសន្យាគឺតែជីងថើតែបញ្ហានោះគឺហត្ថលេខារបស់តែជីងថើមិនអាចយកជាការបានទេហើយđâyទៅពីព្រោះខ្ញុំមិនមែនកូនប្រុសគ្រួសារតែឃើញថាបានប្រាប់លោកកុងស៊ុលនិងលោកចង្វាយក្រុងរួចហើយគេមិនមែនកូនគ្រួសារតែទេគេគ្មានសិទ្ធិអ្វីធ្វើការចំនួនគ្រួសារតែបានឡើយមិនបាក់ជាអញ្ចឹងបងការប្រតិបត្តិបែបនេះដូច្នេះប្រាក់ពង្រីករោងចក្រទាំងអស់នោះជាការបណ្ដាក់ទុនរបស់លោកគឺជាអ្នកសងខ្លួនឯងតែផុតដល់ពេលតែជីងថៅស៊ីញេឈ្មោះប្រសិទ្ធទី2នឹងមេកាយ៉ាងក៏នៅដែរខ្ញុំយល់ថាតែជីងថៅជាកូនគ្រួសារតៃហេតុអីក៏មិនព្រមទទួលស្គាល់អញ្ចឹងម្ចាស់គ្រួសារតៃគឺពុកខ្ញុំតែត្រូវមិនក៏លោកចុះកិច្ចសន្យាជាមួយជីងថៅឬក៏លោកយល់ថាពុកខ្ញុំស្លាប់យូរហើយមិនខឹងមិនកុំ